ហើយពីបងប្អូនបានដឹងព័ត៌មានមួយចំនួនតាក់ទងទៅនឹងភូមិគ្រឹះរបស់គាត់ហើយអញ្ចឹងក៏សូមសាកសួរបងស្រីបាទពីវិមាទីតាក់ទងនឹងការកសាងវិញចាបងដឹងពីប្រវត្តិនឹងការកសាងភូមិគ្រឹះនេះឡើងបងកសាងនៅក្នុងឆ្នាំណាដែរបងការពិតទៅនៅទីកន្លែងនេះគឺចាប់ផ្ដើមកសាងដែលចេញជារូបរាងបានប៉ុណ្ណេះគឺនៅថ្ងៃទីដែលខ្ញុំដឹងចាគឺនៅថ្ងៃទី17ខែ2ឆ្នាំ2023អូទៅតែថ្មីចាទៅតែថ្មីទេប៉ុន្តែបើខ្ញុំកាន់តែដឹងកាន់តែច្បាស់ទៀតនោះគឺរាល់រូបចម្លាក់ផ្សេងមិនមែនទៅតែធ្វើថ្មីឥឡូវទេចាផ្ទាំងខ្លះបាទ4-10 ឆ្នាំក៏មានដែរ7-8 ឆ្នាំក៏មាន5-6 ឆ្នាំក៏មានដែរចាសូម្បីតែស្លឹកបេដានតូចនេះក៏4-5 ឆ្នាំហើយដែរបាទបងបាទចាអញ្ចឹងគឺនៅពេលដែលគាត់ធ្វើទៅដល់ពេលមានគម្រោងដែលគាត់ចង់ចាប់ដើមថាចង់ធ្វើនៅផ្ទះឈើបុរាណនេះគឺគាត់មានគម្រោងជួលជាងមកចាជួលជាងមកធ្វើដើម្បីផ្គុំយកតែម្ដងចាអញ្ចឹងមានន័យថារូបចម្លាក់ក៏ដូចជាការរចនារូបសំណាក់អីផ្សេងហ្នឹងគឺគាត់ធ្វើពីកន្លែងផ្សេងមកឲ្យហើយចាពីខាងសៀមរាបចានិយាយរួមគឺរូបចម្លាក់ដែលមានទាំងប្រមាណនេះគឺគាត់កំងពីជាងនៅខាងសៀមរាបសឹងតែ 98% ចាអាចសឹងថា 100% បងប្អូនបាទ 2% គឺថែមថយដូចជាសសរពេជ្រសសរអីនេះគឺនៅភ្នំពេញនេះទេក្រៅពីហ្នឹងគឺចេញពីខាងសៀមរាបទាំងអស់មកពីខាងខេត្តសៀមរាបមកវិញទាំងអស់បាទគាត់ថានៅពេលដែលគាត់ធ្វើគឺមានន័យថាគាត់ធ្វើមួយផ្ទាំងនេះមួយផ្ទាំងនោះចឹងទៅគាត់បានយកមកម្ដងបន្តិចតាចាបងស្រីអាចប្រាប់ទេខ្ទង់ប្រហែលឆ្នាំដែលអាចកសាងនេះរួចលក្ខណៈនេះផ្ទាំងនេះផ្ទាំងរបស់នេះដូចខ្ញុំបានជម្រាបចឹងផ្ទាំងខ្លះក៏វាមានដល់ទៅ10ឆ្នាំ8ឆ្នាំ7ឆ្នាំចាប៉ុន្តែមិនមែនថាគាត់ឆ្លាក់មួយផ្ទាំងនឹង7 8ឆ្នាំទេមានថាគាត់ឆ្លាក់អាចថាកន្លះឆ្នាំអីនឹងរួចចាឆ្លាក់ហើយយើងទៅគាត់ទុកទៅជាទុកទៅចាហើយក្នុងការឆ្លាក់នៃការធ្វើនេះក៏គាត់គ្មានកម្រងនឹងថាធ្វើជាផ្ទះបុរាណអីចឹងដែរគឺឲ្យគេមក design ធ្វើជាផ្ទះរបៀបភូមិគ្រឹះដែរតែជាសម័យទេជាបែបសម័យទេតែដោយសារអ្នកដែលគាត់មក design ហ្នឹងជាតែអត់ត្រូវចិត្តបាទអត់ត្រូវចិត្តគាត់អត់ត្រូវចិត្តដល់ពេលអត់ត្រូវចិត្តគាត់គាត់ថាបាច់ទៅអូនឯងយកប្រព័ន្ធនេះទៅថ្លៃម៉ូតូទៅឈប់ទៅបើអត់ត្រូវចិត្តដដែលអញ្ចឹងណាចាអញ្ចឹងក៏គាត់ប្រើនៅអារម្មណ៍របស់គាត់ថាអញ្ចឹងគាត់ក៏មានផ្ទាំងចម្លាក់ច្រើនឈើច្រើនដែលគាត់ទិញដែលគាត់ស្រឡាញ់យកមកមានកន្លងមកហ្នឹងចាគាត់ក៏តាក់ទងជាមួយនឹងជាងសំណង់ហើយនឹងជាងឈើដើម្បីឲ្យមកចាប់ផ្គុំយកតែម្ដងបាទពីដំបូងគាត់មានគម្រោងថាដាក់ជាភូមិគ្រឹះនេះជាកន្លែងសម្រាប់ជួលក្នុងកម្មវិធីផ្សេងអត់ផងអត់ទេបងចាអត់ទេក្នុងគោលបំណងគាត់ហ្នឹងគឺគាត់ធ្វើជាផ្ទះនៅទេចាធ្វើជាផ្ទះនៅទេបាទបើសិនជាគាត់ដឹងមុនថាកន្លែងនេះទៅជាកន្លែងមានភ្ញៀវចូលមកកំសាន្តច្រើនហើយមានភ្ញៀវមានខាងគេមកតំណាក់តំណងរបៀបថតកុនឬក៏ថត pre-wedding ច្រើនអញ្ចឹងប្រហែលជាគាត់មិនមែនធ្វើអញ្ចឹងទេប្រហែលជាអាចធ្វើខ្ពស់ជាងនឹងអាចមកជាន់នេះទៀតអីអញ្ចឹងចាបាទបងអរគុណមើលទៅថាគំនិតគាត់គាត់ថាអស្ចារ្យមែនទែនគឺគាត់មានគំនិតមួយមុនដំបូងដែលគាត់ថាចង់មករស់នៅទេចាគាត់ធ្វើរបៀបរស់នៅជាលក្ខណៈគ្រួសារទេចាដល់ពេលយូរទៅដែលគាត់ដេគ័រចេញជារូបរាងស្អាតចាជាមួយខ្ញុំនិយាយបាទនៅពេលដែលគាត់ធ្វើចេញហើយគឺគាត់ឡើងភូមិគ្រឹះគាត់ចានៅពេលដែលគាត់ឡើងទៅអញ្ចឹងក៏បានមានភ្ញៀវផ្សព្វផ្សាយចេញទៅខាងក្រៅទៅក៏ប្រហែលរយៈពេលមួយអាទិត្យក្រោយគឺក៏ដឹងដល់ខាងទូទួលអប្សរាចាអញ្ចឹងខាងទូទួលអប្សរាចូលមកយកព័ត៌មានចាទូទួលអប្សរាចូលមកយកព័ត៌មានប្រហែលជាបានមួយអាទិត្យដែរគឺដឹងក៏ដល់ហងមាសផ្ទុះចាដឹងដល់ហងមាសក៏មកជួលទីតាំងកន្លែងនោះថតកុនចាអញ្ចឹងដល់ពេលហងមាសថតកុនហើយប្រហែលជាបាន4-10 ថ្ងៃក្រោយគឺដឹងដល់ខាងបាយ័នមកជួលថតកុនទៀតចាព្រោះអីផ្ទុះមានការផ្ទុះតគ្នារហូតដល់ល្បីទៅដល់ខាងម្ចាស់ brand ផ្សេងចាគាត់មកចង់មកថតចង់មកអីចឹងទៅចាឲ្យទាំងខ្ញុំមកថតទៀតចាហើយក៏មានគេថាមានមិត្តភ័ក្តិបងប្អូនថាកន្លែងគេចូលទៅ comment នៅក្នុង page របស់គាត់ TikTok របស់គាត់ហ្នឹងថាដាក់
ระเบียบគេហៅថាជាឈុតបុរាណជួលដែរទៅ បាទបង កន្លែងគេផ្សេងគេគ្រាន់តែបង្កើតជា studio តែ4-5 ម៉ែត្រអីហ្នឹង បាទបង គេរកលុយបានអញ្ចឹងទៅចាគាត់ក៏មានគំនិតថាអូខេអញ្ចឹងក៏ល្អដែរគាត់ក៏បន្ថែមនៅសម្លៀកបំពាក់បុរាណបន្ថែមដើម្បីឲ្យមានបងប្អូនប្រុសស្រីញាតិមិត្តចិត្តឆ្ងាយគាត់អាចអញ្ជើញមកទស្សនាហើយគាត់អាចក្រងនៅឈុតបុរាណបានចា អស្ចារ្យមែនទែន ចា បងដឹងទេថាដីប្រហែលហិកតាបងក្នុងដីដែល ទីធ្លា មិនសូវជាច្បាស់ដឹងហើយប៉ុន្តែគ្រាន់នឹង ប្រហែ ថា ល គាត់ គ្រាន់តែប្រហែល ថាប្រហែលជា2ហិកតា 2ហិកតាបង ចា ប្អូន ទាំងអស់ ហើយធំមែនទែន ចា គាត់ឲ្យខ្ញុំដើរចូល ប៉ុន្តែ មក បើ ដល់ តាម អត់ នេះដីនេះគឺមិនមែន2ហិកតាពីដំបូងមកទេដំបូងតាបន្តិចដែរទេតែដូចថាគាត់ចិត្តថាទិញទៅចា បាទពីដំបងរៀងតូចដែរ ចា ក្រោយពីដែលគាត់ទីគួរទីកន្លែងហ្នឹងមើល ចា ទៅដែលរចនាមើលឡើងគាត់ចង់ឲ្យទលាអញ្ចឹងហ្នឹង ចា ក៏គាត់ទិញដីនេះបន្ថែមបរិចនៅបន្ថែមទៀតអញ្ចឹង កាប់ពិតទៅគឺគាត់ ទិញមុនការដែលគាត់ធ្វើទេ បាទ ក៏ប៉ុន្តែគាត់ថាពេលដែលមានហ្នឹងគឺដំបូងវាទូចដល់ពេលក្រោយមកគេចិត្តខាងគាត់គេចេះលក់ឲ្យគាត់បន្តិចទេគាត់ចិត្តផ្គុំទៅ គាត់ចេះប្រគំបរិច ចាហើយបានគាត់ធ្វើលបងរឹងមាំអីអស់ចឹងទៅហើយគាត់ធ្វើជាលក្ខណៈគ្រួសារចង់ធ្វើកម្មវិធីជប់លៀងអីមួយបុគ្គលិកគាត់អីចឹងដែរទេប៉ុន្តែដល់ពេលហើយក៏គាត់ធ្វើផ្ទះនេះក៏គាត់នៅរបៀបលក្ខណៈគ្រួសារគាត់ដែរទេប៉ុន្តែគាត់ថាគាត់ក៏មានផ្ទះគាត់នៅខាងពេញហួតដែរ អូ ចា បាទបង ប៉ុន្តែកូនគាត់អត់ចង់មកនៅនេះទេដោយសារឆ្ងាយ ឆ្ងាយបាទ ចាឲ្យគាត់ ឆ្ងាយ កូនគាត់នៅរៀនអីចឹងផងឲ្យធ្វើ បា ចឹ ទ ង បងអរគុណបាទអរគុណច្រើនបងស្រីសម្រាប់ការផ្ដល់ព័ត៌មានមកដល់ខ្ញុំបាទខ្ញុំនិយាយទៅខ្ញុំនៅភ្នំពេញដែរតែខ្ញុំអត់ដឹង ចាដោយសារគាត់ បាទ អត់បាននិយាយមួយម៉ាត់ទៅគឺ អត់ ម្ បាន ចាស់ ផ្សព្វ ភូមិ ផ្សាយ គ្រឹះនេះគឺគាត់អត់ផ្សព្វផ្សាយនៅទលំទលាយប្រហែលទេគឺគាត់ធ្វើដោយតែខ្លួនគាត់ដូចចង់និយាយថា បាទ គាត់ boot page គាត់ post page TikTok អីតែខ្លួនឯងទេអត់មានបានជួនណាមកប៉ុន្តែដូចថាល្បីតគ្នា និយាយទៅកន្លែង ចា ណាដែលស្អាតស្ដុកស្ដំមើលទៅ បីត ហើយ គ្នា អត់មានកំណាញ់ក្នុងការថត review អីផ្សេងៗទៀត ចា អត់មានទេអញ្ចឹង អត់មានហ្នឹងហើយ ធ្វើឲ្យទាំងខ្ញុំទាំងគេគឺមានចិត្តមួយថាខ្ញុំចង់ទៅថតនៅកន្លែង ចា ហ្នឹងមិនថាតាមបណ្ដាទូទាស់ផ្សេងៗក៏ដូចជាតាម ចា ម្ចាស់បរិញ្ញាអីផ្សេងៗឯងគាត់មានគំនិតចង់មកថតអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំថាបើសិនដំបូងខ្ញុំអត់ហ៊ានចូលទេបងខ្ញុំនិយាយត្រង់ខ្ញុំអត់ហ៊ានចូលទេខ្ញុំគិតថាប្រហែលជាកន្លែងផ្ទះគេ គាត់អាចដើរថ បា ត ទ ជុំវិញបាននិយាយរួមគឺនៅក្នុងផ្ទះនេះគឺមានកន្លែងដូចថាទីតាំងគ្រប់កន្លែងនេះគាត់មើល បាទបងតោះបងគាត់ សំបីតានឹងគាត់អាចមកមើលជុំវិញបានឃើញទេនិយាយរួមធ្វើផ្ទះនេះដូចទៅជាកន្លែងដែលសម្រាប់ឲ្យគេមកថតបណ្ដោយហ្នឹងនិយាយទៅ បាទមានការរចនាហើយមានខាងផ្នែកខាងក្រោយនេះគឺបងប្អូនមាននេះដល់ធ្លុះទៅក្រោយបានទៀតនេះយើងមិនមែនថាចូលដល់ពីមុខមកទាល់តំណឹងឯងអត់ទេគឺមានទ្វារបើក និយាយរួម ចេញ គឺ ចូលមក អាច មាន ដើរជុំវិញបានមើល ហើយ background បានគ្រប់សពបែបយ៉ាង អូស្អាតមែន ចា ទែន នេះដើរជុំវិញបានអញ្ចឹងយើងដើរ បាទ ជុំវិញអញ្ចឹងទៅ អូបងប្អូនបែបខ្មែរតែម្ដងមានរចនាបែបបុរាណខ្មែរយើងមានរូបចម្លាក់ មានខាងក្រោយទៀត មានខាងក្រោយមានអីលឺថាបងស្រី ទៅខាងក្រោយ កែច្នៃជាបន្លាយទឹក អូបាទ កែច្នៃជាបន្លាយទឹកហើយមានកញ្ចុះតាមមាត់បន្លាយដែរប៉ុន្តែខាងនោះដូចអត់ទាន់ហើយស្រួលបួលទេដោយសារទៅតែដាំដើមឈើដាំអីចឹងទៅវានៅក្តៅ អញ្ចឹងមានន័យថាគាត់នៅតែបន្តធ្វើរហូតបងណា ចាគាត់ថាធ្វើឲ្យហើយស្អាតបានឈប់ធ្វើ បាទ តែគាត់ថាវាសឹងថាហើយដែរហើយ បាទ នៅខាងនោះបើគាត់ដើរទៅចេះតិចទៅឃើញហើយ បាទ ចា តិចទៀតខ្ញុំថត ចាហើយខាងនោះគឺមានកន្លែងក្មេងលេងទឹកអាង តិចទៀតគាត់រចនាកន្លែងនេះស្អាតជាងនឹងទៀត ចាហ្នឹងហើយដោយសារឥឡូវនេះគឺ មានកម្រងធ្វើបង គាត់ធ្វើមួយជំហានមួយម្នាក់ បាទបង ចា អញ្ចឹងមិនមែនថាតែប្រជុំបិណ្ឌទេចូលឆ្នាំ ជុំបិណ្ឌអុំទូក ទូក ចាឆ្លងឆ្នាំ ឆ្លងឆ្នាំអាចធ្វើបាន និយាយរួមគឺគាត់មានគ្រប់កម្មវិធីបុណ្យជាតិ ក្នុងការជួលបងក្នុងការជួលទីកន្លែងនេះអានឹងមានជាកញ្ចប់ឬក៏ គឺតាម បានតិច បើជាទូទៅគឺកន្លែងគាត់អត់មានទាន់បានដាក់ជាកញ្ចប់អីឲ្យត្រឹមត្រូវច្បាស់លាស់ទេ បាទអូ គឺគ្រាន់តែ មានតែទីកន្លែងទេ ជាជំរឿនណាគាត់មានទីកន្លែងចឹងប៉ុន្តែគាត់នឹងសួរនៅអ្នកដែលចូលមកចង់ជួលតែខ្នាតគាត់ប៉ុណ្ណា អូមានប្រមាណតុកអីចឹងទៅ ចាមានប្រហែលអ្នកដែលអាចមកចូលមកចង់លេងឬក៏ចង់ធ្វើកម្មវិធី បាទ ឬក៏ចង់ថតគេហៅថាជាវីដេអូកាយវិការអីផ្សេងៗហ្នឹងតើ បាទ ក្នុងលក្ខណៈតូចឬក៏ធំឬក៏អីចឹង បាទ ហើយតម្លៃក៏តាមនឹងចឹងទៅ បាទ ប៉ុន្តែមិនថ្លៃអីប្រហែលទេចាឥឡូវដូចខ្ញុំជាជំរាបនៅត្រួសដូចជាគេមកចូលទីតាំងនេះថតជួលថត
pre wedding គឺមានតែទីតាំងឯងគឺគេមានសំអាងគឺមានមកសេតមកចាគឺខ្ញុំជួលឲ្យគាត់ក្នុងមកគាត់ថតកម្មវិធីនឹងហើយគឺ$50ក្នុងមួយថ្ងៃអូបាទចា$50ចាប៉ុន្តែហើយកន្លែងខ្ញុំមានបន្ទប់ម៉ាស៊ីនត្រជាក់មួយសម្រាប់ឲ្យទៅខាងសំអាងគាត់តុបតែងឲ្យកូនកន្លោះកូនក្រមុំចាបីណាមកសេតនិយាយរួមឲ្យតែគាត់បកកែថតពីព្រឹករហូតដល់យប់ក៏បានដែរអត់មានថាកំណត់ម៉ោងថាក្នុងថតម្ដងតែបានតែប៉ុណ្ណេះឈុតឬក៏ប៉ុណ្ណេះម៉ោងអត់ទេបាទបងចាហើយសូមឲ្យតែភ្ញៀវចូលមកលេងគឺកញ្ចុះអង្គុយដែលមានទាំងប្រមាណអត់មានគិតលុយទេចាអត់មានគិតលុយទេអង្គុយហ្វ្រីគួយហ្វ្រីគិតលុយតែកំងមហូបចាមហូបទៅហូបលេងទៅចានៅហូបលេងគេងរឹងលេងអីចឹងរហូតដល់ល្ងាចដល់យប់ដល់ម៉ោងប្រហែលក៏អត់ដេញដែរអត់ទេនិយាយរួមមានភ្ញៀវខ្លះគាត់អាចថាមកម៉ោង3ម៉ោង4ហើយគាត់នៅអង្គុយលេងគាត់នៅញ៉ាំបាយលេងគេងរឹងលេងស្ដាប់ភ្លេងខ្ញុំបើកឲ្យគាត់លេងគាត់ចង់រាំលេងក៏បានខ្ញុំបើកឲ្យគាត់លេងទៀតចាហើយគាត់នៅដល់ម៉ោង10ម៉ោង11ក៏ខ្ញុំអត់ដេញដែរបងមានអ្នកប្រចាំចាមានរហូតចាមានរហូតចាមានរហូត24ម៉ោងអត់នោះអត់ទេមិនទេមានវេនអត់មានទេគាត់ថាចេះបើសិននៅភ្ញៀវមាន3 4តុកគាត់នៅហូបលេងជំនុំគ្នាលេងដោយមិនអាឡូអាឡាដោយមិនបង្ករឿងខាងខ្ញុំអត់ស្នើឲ្យគាត់ឈប់ទេគឺគាត់លេងមកស្រឡាញ់ចាលើកលែងតែគាត់ចង់ឆ្លោះគ្នាឬអីអាហ្នឹងបានខាងខ្ញុំសុំសំណូមពរឲ្យគាត់ឈប់តែម្ដងចា